ស្រីអញ្ជើធ្លុះគឺជាស្រីដែលខ្ជិលច្រអូសខ្ជីខ្ជាខ្ចេះខ្ជាយណាអត់ចេះសំចៃទេប្រើអីបោះចោលប្រោកប្រើអីបោះចោលប្រោកប្រើគិតតែពីទិញគិតតែពីចំណាយអត់បិទត្បៀតអីទេហាយសូឡូសូអូមើលទៅអស់ចាប៉ុន្តែយើងទៅមើលកន្លែងដេកខោអាវសម្ព្រីសម្រុះដបទឹកសុតថងក្លិនស្អុយឆ្អេះឆ្អាបពេលខ្លះសូម្បីតែស្លែអនាម័យក៏មាននៅកន្លែងនោះដែរណាយើងបានឃើញតាម TikTok ក្តីតាម Page តាមអីក្តីឡងកោពេលខ្លះផ្ទះម្ចាស់ផ្ទះជួលអត់មានលុយបង់គេចេញទៅបាត់ម្ចាស់ផ្ទះជួលមកមើលឃើញសតតែសម្រាមអន់ជាងជ្រូកទៀតបើជ្រូកក៏វាឈ្មោះដេកដែរអត់គោហើយដេកខ្នើយស្អុយស្អាតឆ្អេះពេញហ្នឹងទាំងអស់ណាដល់ពេលបានប្តីមកពេលដែលបានប្តីឲ្យលុយប្រមាណក៏មិនសល់ឲ្យលុយប្រមាណក៏មិនគង់លុយមិនចេះទុកដាក់ចែកជាយរបស់ដែលទិញប្រើហើយគ្រឿងអលង្ការទុកប្រហែសទូរស័ព្ទបែកធ្លាក់គេលួចមាសលុយលឺសូតែបាត់លឺសូតែបាត់នេះបាត់នោះហើយអ្វីនៅក្នុងផ្ទះដែលអាចប្រើការបានយ៉ាងច្រើនប៉ុន្តែអត់ប្រើការគឺទៅរឿងតិចហើយបើនៅក្នុងរឿងព្រៃខ្មែរយើងបានដឹងហើយស្រីកញ្ជើធ្លុះនឹងយ៉ាងម៉េចប្តីខំប្រាំងជាត់ខំប្រាំងចាប់ត្រីដាក់ហើយប្រពន្ធនេះគឺថាកឌៀតកញ្ជើមួយមកអត់មើលកញ្ជើដែលជាឃ្លាំងទ្រាប់ហ្នឹងទេប្តីខំប្រាំងរកដាក់ប្រពន្ធហ្នឹងបង្ើយអាត្រីហ្នឹងធ្លាក់ចូលទឹកអស់អញ្ចឹងមួយថ្ងៃបាយញើកាខៀបានប្រហែលបាន2វិគ្រាប់ណាបាន2វិគ្រាប់អត់ដឹងរបស់ណាមានតម្លៃរបស់ណាមិនមានតម្លៃអីទេសម្រាប់ប្រពន្ធដែលមានមាយាទល្អវិញនោះគឺថាគេសន្សំសំចៃត្បិតត្បៀតហើយគេឲ្យតម្លៃលើសម្ភារៈគេឲ្យតម្លៃលើកម្លាំងញើសឈាមការខិតខំប្រឹងប្រែងប្រយ័ត្នប្រយែងដោយស្មារតីនោះយើងបើសិនជាមនុស្សប្រុសបានប្រពន្ធដែលជាស្រីកញ្ជើចិត្តមាយាទល្អទោះជាក្រក៏គង់តែកើនបន្តិចម្ដងទ្រាំតែបើបានប្រពន្ធកញ្ជើធ្លុះធ្លាយទោះជាឥឡូវនេះដេកលើទ្រព្យសម្បត្តិឬក៏រលួយបានច្រើនយ៉ាងណាក៏ដោយក៏គង់តែនឹងរលត់រលាយកំពប់ខ្ចាយទៅវិញអស់រហេមរហាមមិនខាន